ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែបារម្ភពីសុខភាពរបស់ខ្ញុំនៅពេលដែលខ្ញុំធ្វើសកម្មភាពចូលល្អាងក្លុកក្លៀតបែបនេះហើយក៏មានបងប្អូនមួយចំនួនដែលគាត់ទៅតែឃើញសកម្មភាពរបស់ខ្ញុំគាត់តែងតែសួរខ្ញុំថាចូលធ្វើអីរួចឆ្អឹងអីគេឲ្យប្រមាណបានអីមកវិញពិតមែនហើយបងប្អូននេះគឺជាអ្វីដែលការស្រឡាញ់របស់ខ្ញុំគឺជាអ្នកផលិតមាតិកាអត់បានចូលធ្វើអ្វីឲ្យពិសេសទេប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើនោះគឺចង់ចែករំលែកពីទស្សនវិជ្ជាសកម្មភាពខ្លះៗបង្ហាញទៅលើពិភពលោកបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងមើលហ្នឹងឲ្យដឹងថានៅក្នុងប្រទេសកម្ពុជាយើងក៏មានខ្ញុំម្នាក់ដែរដែលជាអ្នកផលិតមាតិកាបែបនេះជាអ្នកស្រឡាញ់ពីវិស័យមួយនេះអញ្ចឹងខ្ញុំខំព្យាយាមបង្ហាញពីអ្វីដែលបងប្អូនទាំងអស់គ្នាមិនអាចនឹងទៅដល់អ្វីដែលខ្ញុំគិតថាបែបហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានឃើញបានទស្សនាលេងកំសាន្តហើយនៅអ្វីដែលខ្ញុំកាន់នៅក្នុងដៃនេះគឺជារោមកម្មប្រមាបងប្អូនខ្ញុំមិនមែនគោលបំណងដែលចង់យកវាទៅទេប៉ុន្តែបច្ចុប្បន្ននេះប្រពន្ធខ្ញុំកំពុងតែពោះធំផងដែរអញ្ចឹងខ្ញុំរើសដល់បានដោយចៃដន្យខ្ញុំឃើញតែចៃដន្យខ្ញុំក៏រើសវាទុកទៅខ្លាចមានការប្រើប្រាស់នៅថ្ងៃក្រោយព្រោះអីវាគឺជាប្រភេទថ្នាំខ្មែរបុរាណយើងនៅពេលដែលស្ត្រីកូនខ្ចីសាយខ្ចីអញ្ចឹងទៅវាអាចនឹងមានការទាស់ការអីអញ្ចឹងយើងដុតកម្លោចខ្លោចទៅហើយយើងញ៉ាំជាមួយនឹងស្រាយើងអាចគាត់ធូរស្រាលបានខ្លះអញ្ចឹងខ្ញុំក៏សន្សំវាទុកទៅព្រោះអីមិនថាទុកសម្រាប់ប្រពន្ធខ្ញុំឬក៏បងប្អូនអ្នកជិតខាងដែលគាត់ត្រូវការហើយខ្ញុំក៏រើសទុកទៅព្រោះវាអត់មានខាតបងអីទេបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយអ្វីដែលខ្ញុំនិយាយនោះគឺចង់អរគុណដល់ពុកម៉ែបងប្អូន